ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះប្រទេសកម្ពុជាកំពុងមានការផ្លាស់ប្រែយ៉ាងឆាប់រហ័សបន្ទាប់ពីរបបខ្មែរក្រហមនិងសង្គ្រាមស៊ីវិលមកប្រជាជនកម្ពុជាមានការមមាញឹកក្នុងការស្ថាបនាឡើងវិញនៅជីវិតរស់នៅនិងសង្គមមានប្រជាជនប្រហែល14លាននាក់កំពុងរស់នៅក្នុងប្រទេសកម្ពុជាហើយមានការកើនឡើងជាបន្តបន្ទាប់មានប្រជាជនប្រមាណ 80% កំពុងរស់នៅតាមជនបទនៅឡើយប៉ុន្តែប្រជាជននៅទីប្រជុំជនវិញមានការកើនឡើងយ៉ាងរហ័សខណៈពេលដែលមានយុវជននិងយុវនារីនាំគ្នាមកទីក្រុងដើម្បីរកការងារធ្វើនិងបន្តការសិក្សាបរិមាណនៃគ្រិស្តសាសនានៅក្នុងប្រទេសកម្ពុជាមានការផ្លាស់ប្រែក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះចំនួនក្រុមជំនុំមានការកើនឡើងក្នុងរយៈពេល15ឆ្នាំកន្លងមកក្រុមជំនុំនៅក្មេងខ្ចីនិងឆេះឆួលរស់រវើកប៉ុន្តែត្រូវការភាពជាសាវកនិងភាពជាអ្នកដឹកនាំបន្ថែមទៀតក្រុមជំនុំជាអ្នកនាំនៅការសង្គ្រោះការព្យាបាលនិងសេចក្តីសង្ឃឹមរបស់ព្រះគ្រីស្ទទៅកាន់អស់អ្នកដែលត្រូវការសេចក្តីស្រឡាញ់និងពន្លឺមានប្រជាជនកម្ពុជាតិចជាង 2% មាននៅសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទមានរាប់ពាន់ភូមិទៀតមិនទាន់មានក្រុមជំនុំឬវត្តមានគ្រីស្ទបរិស័ទព្រះវិញ្ញាណដ៏វិសុទ្ធកំពុងធ្វើការក្នុងប្រទេសកម្ពុជាត្រាស់ហៅក្រុមជំនុំទាំងអស់ឲ្យចូលរួមបេសកកម្មបង្កើតសិស្សបេសកកម្មកម្ពុជា2021បានស្ដាប់បង្គាប់ទៅនឹងការត្រាស់ហៅនេះបក2021ជាចលនាមួយសម្រាប់ប្រជារាស្ត្ររបស់ព្រះជាម្ចាស់បដិញ្ញាចិត្តនាំព្រះរាជាណាចក្ររបស់ព្រះជាម្ចាស់មកកាន់ប្រទេសកម្ពុជាដោយភាពជាអ្នកបម្រើនិងលះបង់បក